គេប្រហែលជាកំពុងគិតអ្វីនៅពេលនេះខ្ញុំតែងតែប្រាប់ខ្លួនឯងថាខ្ញុំចង់ធ្វើជាដៃគូដ៏ល្អម្នាក់ជាមនុស្សប្រុសដែលយល់ការនិងជាផ្ដល់លំហដល់ខ្លួនឲ្យមនុស្សស្រីដែលខ្ញុំស្រឡាញ់ខ្ញុំជឿថាគ្រប់គ្នាសុទ្ធតែត្រូវការពេលវេលាសម្រាប់ខ្លួនឯងសម្រាប់មិត្តភ័ក្តិឬសម្រាប់កិច្ចការផ្ទាល់ខ្លួនដោយមិនត្រូវមាននរណាម្នាក់តាមរំខានឬតាមដានគ្រប់ជំនាញនោះទេប៉ុន្តែនៅពេលដែលខ្ញុំទម្លាក់ទូរស័ព្ទចុះហើយបណ្ដោយឲ្យគេមានពេលវេលាផ្ទាល់ខ្លួននោះអារម្មណ៍មួយបែបទៀតបែរជារត់ចូលមកលុកលុយបេះដូងខ្ញុំយ៉ាងស្ងៀមស្ងាត់បំផុតវាជាអារម្មណ៍អាក់អន់ចិត្តអារម្មណ៍ឯកោនិងភាពទទេស្អាតក្នុងទ្រូងខ្ញុំដេកមើលអេក្រង់ទូរស័ព្ទដែលងងឹតសូនឈឹងរងចាំក្រែងលោមានសារឬការខលចូលពីគេគំនិតអវិជ្ជមានជាច្រើនចាប់ផ្ដើមរត់ប្រជែងគ្នាក្នុងខួរក្បាលរបស់ខ្ញុំតែគេពិតជាកំពុងរវល់ឬគេសប្បាយចិត្តជាងពេលដែលគ្មានខ្ញុំតើការប្រោសស្ពេសឲ្យគ្នាជារឿងល្អឬវាជាការចាប់ផ្ដើមនៃគំនិតរវាងយើងទាំងពីរចុះហេតុអ្វីបានជាខ្ញុំត្រូវមកអង្គុយពិបាកចិត្តនិងគិតច្រើនម្នាក់ឯងបែបនេះទាំងដែលខ្ញុំជាអ្នកយល់ព្រមឲ្យគេមានពេលវេលាផ្ទាល់ខ្លួនដោយដៃខ្ញុំផ្ទាល់ចិត្តមួយប្រាប់ថាខ្ញុំផ្ញើសារទៅរកនាងតែចិត្តមួយទៀតប្រាប់ថាកុំរំខានគេអីខ្ញុំមិនចង់ធ្វើខ្លួនជាមនុស្សទាមទារខ្លាំងមិនចង់ធ្វើជាបន្ទុកផ្លូវចិត្តរបស់គេហើយក៏មិនចង់ឲ្យនាងមានអារម្មណ៍ថាខ្ញុំកំពុងតាមស្ទាក់សេរីភាពរបស់គេដែរខ្ញុំសុខចិត្តលេបត្របាក់ភាពស្ងប់ស្ងាត់និងការអាក់អន់ចិត្តនេះចូលក្នុងពោះហើយញញឹមធ្វើដូចជាគ្មានអ្វីកើតឡើងនៅពេលដែលយើងបានជួបគ្នាឡើងវិញប៉ុន្តែនៅក្នុងជម្រៅចិត្តខ្ញុំដឹងច្បាស់ថាការធ្វើបែបនេះវាកំពុងតែស៊ីដាច់សេចក្តីសុខក្នុងចិត្តរបស់ខ្ញុំបន្តិចម្ដងខ្ញុំបានរៀនសូត្រថាការធ្វើជាដៃគូដែលយល់ចិត្តមិនមែនមានន័យថាត្រូវលះបង់ក្តីសុខរបស់ខ្លួនឯងដើម្បីតម្រូវចិត្តអ្នកផ្សេងនោះទេប្រសិនបើការផ្ដល់ពេលវេលាផ្ទាល់ខ្លួនឲ្យគេធ្វើឲ្យយើងត្រូវអង្គុយឈឺចាប់និងគិតច្រើនតែម្នាក់ឯងតើវាពិតជាតុល្យភាពនៃស្នេហាដែលត្រឹមត្រូវហើយឬនៅពេលខ្លះអ្វីដែលខ្ញុំនិងគេត្រូវការបំផុតមិនមែនជាការទ្រាំស្ងាត់នោះទេប៉ុន្តែជាការជជែកគ្នារវាងបេះដូងនិងបេះដូងដោយភាពស្មោះត្រង់ដើម្បីឲ្យគេបានដឹងពីអារម្មណ៍ពិតរបស់ខ្ញុំហើយពួកយើងអាចរកចំណុចកណ្ដាលមួយដែលធ្វើឲ្យយើងទាំងពីរមានក្តីសុខនិងមានអារម្មណ៍សុវត្ថិភាពក្នុងទំនាក់ទំនងមួយនេះជាមួយគ្នា